យើងចូលដល់មេរៀនទី1នៃចម្ពោះ2គឺ invite someone to an event បាទគឺអញ្ជើញអ្នកណាម្នាក់ទៅចូលរួមព្រឹត្តិការណ៍អ្វីមួយអញ្ចឹងអ្នកនរគ្នានឹងមាន listen to key details គឺស្ដាប់ដើម្បីស្វែងរកគន្លឹះលម្អិតខ្លះនេះគឺអ្នកនរគ្នានឹង listen to the conversation about entertainment events គឺនឹងស្ដាប់អំពីសន្ទនាបាទស្ដាប់ការសន្ទនាអំពីព្រឹត្តិការណ៍កម្សាន្ត and complete the chart ហើយបំពេញបាទតារាងនេះមកទី1គឺ kinds of event ប្រភេទនៃព្រឹត្តិការណ៍ day and time of event ថ្ងៃហើយនិងពេលវេលានៃព្រឹត្តិការណ៍ location of events ហើយនិងទីតាំងនៃព្រឹត្តិការណ៍ហើយយើងមាននៅខាងស្ដាំដៃមាន4ទីតាំងគឺអាចនៅ theater នៅរោងហោស្រព stadium គឺនៅភោគកីឡដ្ឋាន bookstore នៅកន្លែងលក់សៀវភៅ park នៅឧទ្យានបាទកន្លែងនេះគ្រូគាត់នឹងចាក់ឲ្យអ្នកនរគ្នាស្ដាប់ខ្ញុំចូលមកចំណុចវេយ្យាករណ៍នៅត្រង់នេះបាទគឺត្រង់ចំណុចទី8 grammar គឺពាក់ព័ន្ធនឹង preposition of times and place ថ្នាក់និយាយអំពីពេលវេលាហើយនិងទីកន្លែង review បាទការត្រួតពិនិត្យឡើងវិញឧទាហរណ៍ដល់ what is the concert when is the concert តើ concert នៅពេលណាយើងនៅពេលដែលយើងឆ្លើយគឺ it's on Friday សូមមិនយើងត្រូវប្រើ on កន្លែងហ្នឹងដោយសារតែ Friday គឺជាឈ្មោះថ្ងៃដូច្នេះយើងត្រូវប្រើ on ជាមួយនឹងឈ្មោះថ្ងៃ Would you like to go អ្នកចង់ទៅទេបើអញ្ចឹង preposition of time យើងមានដូចខាងក្រោមទី1 preposition ពាក់ព័ន្ធនឹង on អ្នកនរគ្នាអាចនិយាយជាមួយឈ្មោះថ្ងៃទាំងអស់ថ្ងៃច័ន្ទគ្រាពុធអីហ្នឹងគឺប្រើ on ទាំងអស់ឧទាហរណ៍ដូចជា on Sunday នៅថ្ងៃអាទិត្យហើយជាមួយនឹងខែដែលមានថ្ងៃទីនៅនឹងឧទាហរណ៍ដូចខែមេតែថ្ងៃទី12ជាងយើងដាក់ថា on May 12 on May 12បន្តមកទៀតហ្នឹងនៅទី12បាទគឺ on the 12បាទនៅថ្ងៃទី12អញ្ចឹងយើងនិយាយអញ្ចឹងបាទ on the weekend បាទនៅចុងសប្តាហ៍ពាក្យ weekend នេះអ្នកនរគ្នាអាចប្រើ on ក៏បាន at ក៏បានដែរប៉ុន្តែអ្នកគេនិយមប្រើច្រើនគឺ on the weekend ហើយមួយទៀតហ្នឹងគឺ on Saturday evening បើធម្មតាពាក្យ evening នេះយើងប្រើ in ទេ in the evening ប៉ុន្តែដោយសារមានឈ្មោះថ្ងៃនៅខាងដើមអញ្ចឹងគឺយើងត្រូវប្រើ on វិញបាទគឺ on Saturday evening ពាក់ព័ន្ធនឹងការប្រើប្រាស់ in វិញគឺទី1យើងប្រើជាមួយខែ in April បាទហើយនឹងពេលវេលានៃថ្ងៃ in the afternoon បាទដូច evening នេះមិនអញ្ចឹងគឺ in the evening ប៉ុន្តែដោយសារតែមានឈ្មោះថ្ងៃអញ្ចឹងទៅយើងប្រើទៅជា on វិញតែបើអត់មានទេគឺប្រើ in បាទដូច afternoon អញ្ចឹងបាទ in the afternoon ជាមួយឆ្នាំក៏យើងប្រើ in ដែរ in 2022 in 5 minutes ពាក្យនេះយើងបកថា5នាទីទៀតណា in 5 minutes in a half hour នៅកន្លះម៉ោងទៀតបាទកន្លះម៉ោងទៀត in 2 days ឧទាហរណ៍គឺ2ថ្ងៃទៀត in 2 months គឺយើងបកថា2ខែទៀតបាទចំពោះការប្រើប្រាស់ at វិញគឺយើងប្រើជាមួយម៉ោងឧទាហរណ៍ at 7:30 at noon បាទពេលថ្ងៃត្រង់ at night ពេលយប់ at midnight នៅពេលកណ្ដាលយប់បាទចំពោះការប្រើប្រាស់ preposition ជាមួយទីកន្លែងវិញយើងប្រើ on ជាមួយនឹងឈ្មោះផ្លូវបាទ on Baltic Street បាទ on Smith Avenue on the right បាទនៅខាងស្ដាំ on the corner នៅកាច់ជ្រុង on the second floor នៅជាន់ទី2បាទចំណែក in យើងប្រើជាមួយដូចជាទីក្រុង in Mexico City ជាមួយនឹងប្រទេស in Japan ជាមួយនឹងឈ្មោះបន្ទប់ in room 105
in the neighborhood បាទពេល neighborhood កន្លែងហ្នឹងគឺមានន័យថាតំបន់ដែលនៅជុំវិញកន្លែងយើងរស់នៅគេហៅថា in the neighborhood in my office នៅកន្លែងរបស់ខ្ញុំចំណែក at នេះយើងប្រើឧទាហរណ៍ថា at Marvin Books បាទនៅហាងលក់សៀវភៅឈ្មោះ Marvin's at work នៅកន្លែងធ្វើការ at school នៅសាលារៀន at home នៅផ្ទះបាទ at the mall បាទនៅផ្សារទំនើប at 26 Main Street គឺនៅត្រង់ផ្លូវធំលេខ26 at the theater បាទនៅសាលរោងមហោស្រពបាទ where is the exhibit តើកន្លែងតាំងពិព័រណ៍នៅឯណា it's at the city museum គឺនៅសារមន្ទីរឈ្មោះថា city បាទសូមអរគុណ